ពេលដែលគាត់ចុះមកនៅខ្មែរតើគាត់ត្រូវតែបដូរមកប្រើ bank ខ្មែរដែរទេសំណួរដែលគាត់សួរខ្ញុំបាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីខ្ញុំទទួលបានសំណួរនេះក៏ច្រើនដែរបាទអញ្ចឹងខ្ញុំនឹងស្រាវចម្ងល់ទៅបងប្អូនគ្រប់គ្នាពាក់ព័ន្ធជាមួយនឹងសំណួរនេះបងប្អូនពេលដែលបងប្អូនបង្កើតនៅ payout ថ្មីមិនថាបងប្អូនដាក់ address ណាទេបាទឥឡូវខ្ញុំឧទាហរណ៍ថាបងប្អូនប្រើ address កូរ៉េចុះបាទដោយសារសំណួររបស់បងប្រុសនេះគឺគាត់នៅកូរ៉េអញ្ចឹងគាត់ប្រើ payout កូរ៉េ bank កូរ៉េហើយគាត់ឆ្ងល់ថាបើសិនជាគាត់ប្រើ bank កូរ៉េ payout កូរ៉េអាសយដ្ឋានកូរ៉េពេលដែលគាត់ចុះមកនៅខ្មែរតើគាត់ត្រូវតែបដូរមកប្រើ bank ខ្មែរដែរទេសំណួរដែលគាត់សួរខ្ញុំចម្លើយគឺអត់ចាំបាច់ទេហេតុអីបានខ្ញុំឆ្លើយអញ្ចឹងពីព្រោះថា bank ទាំងអស់ដែលបងប្អូនប្រើហ្នឹងគឺវាសិតតែជា bank ដែល support country ស្រាប់ហើយអត់ចាំបាច់បដូរញ៉ៃញ៉ៃទេហើយមួយទៀតដែលបងប្អូនត្រូវដឹងគឺជាកន្លែងដែលរសើបមួយដែរ payout មួយបងប្អូនកុំចេះតែដូរ bank ផ្ដេសផ្ដាស់ការដូរ bank ខ្លះគ្រាន់តែបងប្អូនធ្វើការដូរ bank ភ្លាមគឺទាមទារ verify ភ្លាមតែម្ដងក៏មានដែរអញ្ចឹងបើសិនជា payout ខ្លះវាបានសុខ bank ខ្លះដាក់ទៅវាបានស្រួលហើយមិនបាច់ដោះដូរវាទេហេតុអីបានខ្ញុំនិយាយអញ្ចឹងដោយសារតែខ្ញុំផ្ទាល់ជួបច្រើនដៃគូខ្ញុំក៏ជួបច្រើនចែករំលែកនេះគឺគ្រាន់តែដាស់តឿនបងប្អូនទេបើសិនជាបងប្អូនចង់ដូរក៏ដូរទៅតែបើសិនជាបងប្អូនមិនដូរគឺវាល្អបច្ចុប្បន្នមិនមែនតែ set up payout ភ្លាមគឺមានបញ្ហាទេអត់ចាំបាច់ចឹងទេបច្ចុប្បន្ននេះគ្រាន់តែបងប្អូនធ្វើការ change bank ក៏អាចមានបញ្ហាដែរខ្ញុំជឿថាបងប្អូនដៃថ្មីជួបច្រើនមិនថាតែដៃថ្មីបងប្អូនសូម្បីតែដៃចាស់ក៏ជួបច្រើនដែរបងប្អូនគាត់តែផ្លាស់ប្ដូរ bank ក៏មានបញ្ហាដែរអញ្ចឹងខ្ញុំរីកមិនថាបងប្អូនប្រើ payout ណា bank ណាដែលវាបានសុខស្រួលហើយកុំប៉ះពាល់វាបន្តតែផលិត content បន្តតែផលិតមាតិការកលុយទៅបានហើយមិនបាច់ទៅដោះដូរវាញ៉ៃញ៉ៃទេហ្នឹងហើយវីដេអូហ្នឹងមានប៉ុណ្ណឹង follow page ក៏ដូចជា share វីដេអូនេះពីអ្នកមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀត